យៈកាលជាច្រើនសប្តាហ៍មកហើយដែលបេក្ខនារីរបស់យើងបានបំពេញនូវបេសកកម្មដ៏ពិសេសជាមួយក្រុមការងារធីតាឯកសង្ក្រាន្តរដូវកាលទី2បេក្ខភាពនីមួយៗត្រូវឆ្លងកាត់ដំណាក់កាលដំបូងបង្អស់គឺការដាក់ពាក្យចូលរួមប្រកួតដែលមានបេក្ខនារីដាក់ពាក្យរាប់រយនាក់ហើយមានតែបេក្ខភាពចំនួន60រូបប៉ុណ្ណោះដែលបានអញ្ជើញមកសម្ភាសដំណាក់កាលទី1ជាមួយក្រុមការងារក៏ដូចជាអ្នកដឹកនាំកម្មវិធីពួកគាត់ម្នាក់ៗបានឆ្លងកាត់ការវឹកហាត់ពីកម្មវិធីជាច្រើនដូចជារបៀបនៃការថតរូបនិងតុបតែងខ្លួនពីអ្នកជំនាញរបស់យើងបេក្ខភាពម្នាក់ៗត្រូវប្រាកដថាខ្លួននឹងធ្វើបានល្អលើវិញ្ញាសារបាំដែលពួកគេមានរយៈពេលវឹកហាត់តែ3ថ្ងៃប៉ុណ្ណោះថាតើបេក្ខនារីរូបណានឹងក្លាយជាម្ចាស់ក្រុមប្រកួតក្នុងកម្មវិធីធីតាឯកសង្ក្រាន្តរដូវកាលទី2ប្រិយមិត្តទូរទស្សនិកជនជាទីមេត្រីសូមរីករាយទស្សនាកម្មវិធីធីតាឯកសង្ក្រាន្តរដូវកាលទី2វគ្គផ្ដាច់ព្រាត់ដូចតទៅបាទសូមអរគុណទស្សនិកជនជាទីមេត្រីចូលមកកាន់កម្មវិធីការប្រកួតធីតាឯកសង្ក្រាន្តរដូវកាលទី2វគ្គ7អ្នកចុងក្រោយចាប៉ុន្តែមុននឹងជួបជាមួយនឹងបេក្ខភាពរបស់យើងទាំង7រូបចុងក្រោយនៅពេលនេះយើងមាននៅការអញ្ជើញចូលរួមពិសេសពីបេក្ខនារីរដូវកាលទី1របស់យើងចង់ដឹងថាជាបេក្ខនារីរូបណាទស្សនាទាំងអស់គ្នា
ហើយតែគេ ជំរាបសួរបងទាំងពីរ ជំរាបសួរអូ ហើយតែគេ ន ខ្សែទេវតាបាទបានទាំងសម្រស់បានទាំងសម្លេងទៀតបាទ ចាអញ្ចឹងចង់ឲ្យភ្ញៀវកិត្តិយសរបស់យើងណែនាំខ្លួនទៅកាន់ទស្សនិកជនបន្តិចទៅចាសូមជើញ បាទសូមជើញ ចាជាដំបូងនាងខ្ញុំសូមជំរាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយសូមជំរាបសួរដល់បងគណៈកម្មការចានាងខ្ញុំឈ្មោះសេលីណា បាទថ្ងៃនេះមិនដែរបានចូលរួមកម្មវិធីរបស់យើងដែលជារដូវកាលទី2បាទ នាងខ្ញុំពិតជារំភើបនិងរីករាយមែនទែនដែលមានកិត្តិយសបានមានវត្តមាននៅយប់នេះចា ចាអ្នកទាំងអស់គ្នាប្រកាសជាបានជ្រាបហើយថាសាលីណាគាត់គឺជាអតីតបេក្ខភាពរដូវកាលទី1នៃកម្មវិធីទីដៃសង្ក្រាន្តរបស់យើងចាហើយក៏ជាតួអង្គតំណាងទេវតាឆ្នាំថ្មីរបស់យើងដូចគ្នាកាលពីឆ្នាំមុនเนาะចាអញ្ចឹងថ្ងៃនេះសាលីណាគាត់មានបទចម្រៀងមកបកស្រាយជូនដើម្បីលើកទឹកចិត្តដល់ចាជាចំណងដៃក៏ដូចជាការលើកទឹកចិត្តដល់ប៉ែកខណ្ឌនារីរបស់យើងក្នុងថ្ងៃនេះក៏ដូចជាប៉ែកខណ្ឌនារី7រូបចុងក្រោយចាសាលីណាអាចមានពាក្យពេចន៍អ្វីដើម្បីផ្ដាំផ្ញើក៏ដូចជាការលើកទឹកចិត្តដល់ប៉ែកខណ្ឌនារីរបស់យើងចាសូមអញ្ជើញ ចាជាចុងក្រោយនាងខ្ញុំសេលីណាជាអតីតធីតាឯកសង្ក្រាន្តរដូវកាលទី1នាងខ្ញុំសូមជូនពរទៅដល់បងប្អូនក៏ដូចជាបងឲ្យទទួលបានជោគជ័យនិងខិតខំប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាពដើម្បីទទួលបានឱកាសក្លាយខ្លួនទៅជាតួអង្គទេវតាឆ្នាំថ្មីនៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជាចាសូមអរគុណ ចាអរគុណច្រើនសាលីណាអរគុណច្រើន សាលីណាដូចគ្នា ចាសាលីណាសម្រាប់បានអរគុណច្រើន អរគុណបងទាំងពីរ ចាអរគុណច្រើនពុកម៉ែបងប្អូនប្រិយមិត្តទស្សនិកជនជាទីមេត្រីបន្តិចទៀតនេះពុកម៉ែបងប្អូននឹងបានទស្សនានៅការដើរបង្ហាញម៉ូដរបស់ប៉ែកខណ្ឌនារី7រូបចុងក្រោយរបស់កម្មវិធីរបស់យើងដើម្បីកុំឲ្យខាត់ពេលវេលាយូរទស្សនាដូចតទៅ
ស្វាគមន៍ទស្សនិកជនជាទីមេត្រីចូលមកកាន់កម្មវិធីការប្រកួតធីតាឯកសង្គ្រាមរដូវកាលទី2វគ្គឆ្លើយសំណួរ7អ្នកចុងក្រោយបាទ ចាហើយសម្រាប់ពេលនេះផងដែរយើងនឹងធ្វើការអញ្ជើញនៅបេក្ខនារីរបស់យើងទាំង7រូបចុងក្រោយឡើងមកកាន់វេទិកាដើម្បីចាប់នៅសំណួរឆ្លើយទៅកាន់គណៈកម្មការចាជាបន្តទៅទៀតសូមអញ្ជើញបេក្ខនារីទាំង7រូបរបស់យើងឡើងមកកាន់វេទិកាចាសូមអញ្ជើញ បាទសូមរំជើញ របស់យើងបានឡើងមកដល់វេទិកាហើយដែលកំពុងតែត្រៀមខ្លួននឹងឆ្លើយជាមួយនឹងសំណួរដែលមាននៅខាងមុខរបស់នេះខ្ញុំទាំងពីរអ្នកស្រាប់ចា៎អញ្ចឹងតម្រូវឲ្យបេក្ខនារីរបស់យើងសូមអញ្ជើញមកចាប់នៅសំណួរប៉ុន្តែនេះខ្ញុំនឹងធ្វើការហៅតាមឈ្មោះនីមួយៗចា៎អញ្ចឹងសម្រាប់សំណួរទី1សូមប្រកល់ជូនទៅដល់បេក្ខនារីសានកុសមៈចា៎សូមមកចាប់សំណួរដំបូងគេចា៎សូមអញ្ជើញ បាទសំណួរសួរថាចូលប្អូននិយាយអំពីការអប់រំចំពោះយុវជននិងយុវតីខ្មែរបាទសូមម្ដងទៀតចូលប្អូននិយាយពីតម្លៃនៃការអប់រំចំពោះយុវជននិងយុវតីខ្មែរចាអរគុណបងសម្រាប់សំណួរយុវជននិងយុវតីប្រៀបបានដូចជាតំពាំងស្នូលរស័យប្រៀបបានដូចជាសសរគ្រឹះរបស់ប្រទេសជាតិដើម្បីឲ្យប្រទេសជាតិមួយមានការជឿនលឿននិងរីកចម្រើនបានលុះត្រាតែប្រទេសជាតិនោះពោពេញទៅដោយធនធានមនុស្សនិងអ្នកមានចំណេះដឹងជាច្រើនអ្នកដូចជាបញ្ញវន្តជាដើមដូច្នេះហើយក្នុងនាមពួកយើងជាកូនខ្មែរចំនួនក្រោយក្នុងនាមពួកយើងជាយុវជនយុវតីចំនួនក្រោយពួកយើងត្រូវតែផ្ដោតសំខាន់ទៅលើការអប់រំនិងចំណេះដឹងពីព្រោះការអប់រំនិងចំណេះដឹងប្រៀបបានដូចជាខែនិងលំពែងដែលជាជំនួយសម្រាប់យើងហើយក៏ជាជំនួយសម្រាប់ប្រទេសជាតិយើងផងដែរចាសូមអរគុណសូមអរគុណសម្រាប់ចម្លើយចាក៏ស្មាអាចត្រឡប់ទៅកន្លែងបានចាអញ្ចឹងសូមបន្តទៅកាន់សំណួរជាបន្តទៀតតម្រូវទៅលើបេក្ខនារីអុចសកុនដាវីសូមអញ្ជើញចាដាវីចាប់បានសន្លឹកសំណួរលេខ4សំណួរលេខ4សួរថាចូលប្អូនសំណួរលេខ4សួរថាចូលប្អូននិយាយអំពីការចូលរួមរបស់ស្ត្រីក្នុងការងារសង្គមយើងសូមស្ដាប់សំណួរម្ដងទៀតចូលប្អូននិយាយអំពីការចូលរួមរបស់ស្ត្រីក្នុងការងារសង្គមយើងសូមអញ្ជើញសម្រាប់សំណួរបងចាការងារនៅក្នុងសង្គមដែលស្ត្រីយើងអាចចូលរួមបានមានដូចជា charity ជាដើមហើយពាក់ព័ន្ធនឹង charity គឺស្ត្រីរបស់យើងអាចចូលរួមដូចជាផ្ដល់ជូនស្បៀងអាហារទៅដល់ប្រជាពលរដ្ឋដែលគាត់ជួបនឹងគ្រោះទឹកជំនន់ឬក៏ក្មេងៗដែលគាត់គ្មានអាណាព្យាបាលហើយបច្ចុប្បន្ននេះគឺពាក់ព័ន្ធនឹងជំងឺ Covid ផ្ទាល់ពួកគាត់ចែកជូនព័ត៌មានទៅដល់ប្រជាជនជាពិសេសទៅដល់ប្រជាជនដែលនៅជាយតំបន់ដែលគាត់ចំណេះដឹងគាត់នៅមានកម្រិតអញ្ចឹងពួកគាត់ប្រាប់ពីកន្លឹះសំខាន់នៃការការពារជំងឺ Covid 19ដើម្បីឲ្យពួកគាត់ទប់ស្កាត់និងការពារកុំឲ្យរីករាលដាលហើយនឹងដើម្បីការពារឲ្យពួកគាត់ជៀសផុតពីជំងឺទាំងអស់នេះផងដែរចាសូមអរគុណចាសូមអរគុណសម្រាប់ចម្លើយចានៅក្នុងកម្មវិធីរបស់យើងបាទអញ្ចឹងសូមជាបន្តដល់បេក្ខនារីតែសុកលីបាទសូមជើញសុកលីចាប់បានសំណួរលេខ5ត្រៀមសំណួរលេខ5សួរថាចូលប្អូននិយាយពីការចូលរួមរបស់នារីក្នុងការថែរក្សាវប្បធម៌ប្រពៃណីខ្មែរយើងសូមស្ដាប់សំណួរម្ដងទៀតចូលប្អូននិយាយពីការចូលរួមរបស់នារីក្នុងការថែរក្សាវប្បធម៌ប្រពៃណីខ្មែរយើងសូមអញ្ជើញចាសូមអរគុណបងសម្រាប់សំណួរសម្រាប់នារីផងដែរនៅក្នុងការចូលរួមវប្បធម៌ប្រពៃណីខ្មែរនាងខ្ញុំចង់លើកទៅដល់ព្រះនាងឥន្ទ្រទេវីដែលគាត់គឺជាស្ត្រីខ្មែរមួយរូបចូលរួមថែរក្សានៅវប្បធម៌យើង
ហើយនៅក្នុងនោះផងដែរគាត់គឺជាមនុស្សនៅក្នុងសម័យកាលបុរេប្រវត្តិសម័យកាលបុរាណគឺយូរមកហើយចំណែកនៅក្នុងសម័យចិត្តនេះវិញគឺយើងអាចរំលឹកទៅដល់សម្ដេចព្រះមហាក្សត្រយានីស៊ីសវត្តកុសមនារីរតន៍សិរីវឌ្ឍនាដែលទ្រង់បានបរិច្ចាគនៅព្រះកាយពលរបស់ព្រះអង្គពេញមួយជីវិតដែលទ្រង់គឺជាស្ថាបនិកដែលធ្វើឲ្យវប្បធម៌ខ្មែរយើងរស់ឡើងវិញនេះហើយគឺជាកម្លាំងនារីដែលចូលរួមនៅក្នុងវប្បធម៌ខ្មែរចំណែកឯរបាំដែលពួកខ្ញុំកំពុងបានរួមកាលពីវគ្គផ្ដាច់ប្រវត្តិនេះគឺជារបាំព្រះរាជទ្រព្យដែលយើងត្រូវរំលឹកទៅដល់សម្ដេចព្រះរាមបុប្ផាទេវីដែលគាត់គឺជាបុគ្គលមួយរូបបានចូលរួមថែរក្សាវប្បធម៌របស់យើងចាអញ្ចឹងពួកគាត់សូមអរគុណចាអញ្ចឹងសូមគោរពអញ្ជើញបេក្ខនារីជាបន្តរបស់យើងចាដែលតម្រូវទៅលើកញ្ញាវ៉ាម៉ាលីណាសូមអញ្ជើញបាទវ៉ាម៉ាលីណាបាទចាប់សំណួរចាប់បានសំណួរទី1បាទសួរថាចូលឲ្យបងអូននិយាយអំពីទម្លាប់ថ្មីនាសម័យ COVID-19 បាទសូមម្ដងទៀតចូលបងអូននិយាយអំពីទម្លាប់ថ្មីនាសម័យ COVID-19 សូមអញ្ជើញសម្រាប់នាងខ្ញុំគិតថាទម្លាប់ថ្មីនៅសម័យ COVID-19 គឺធ្វើឲ្យប្រជាជនខ្មែរគាត់ចាប់ផ្ដើមមានការប្រុងប្រយ័ត្នច្រើនគាត់មានការគាត់អាចចេញទៅណាមកណាដោយមានការប្រុងប្រយ័ត្នហើយគាត់អាចមានទម្លាប់ថ្មីមួយដែលអាចនិយាយបានថាគឺគាត់មានការមានគម្លាតពីគ្នាគាត់ចេះលាងដៃជាមួយនឹងអាល់កុលហើយនឹងគាត់គឺស្នាក់នៅអាស្រ័យនៅគេហដ្ឋានជាប្រចាំព្រោះគាត់ថាអញ្ញបានថាគាត់អាចទៅទីប្រជុំជនច្រើនពេកគេដោយសារតែឥឡូវទូទាំងប្រទេសគឺគាត់កំពុងតែវាយលុកខ្លាំងគឺជំងឺនឹងមួយគឺអាចនិយាយបានថាគឺគេពិបាកនឹងកម្ចាត់វាអញ្ចឹងទម្លាប់ថ្មីអរពេលវេលាហើយបាទចាបាទជាបន្តសូមអញ្ជើញបាទកញ្ញាគង់សុជីតាចាគង់សុជីតាសូមអញ្ជើញសូមអញ្ជើញចាសុជីតាត្រៀមខ្លួនអូនចាប់បានសំណួរលេខ3សំណួរលេខ3សួរថាតើការបោះបង់ការសិក្សាមន្តនវិទ្យាល័យផ្ដល់ផលលំបាកដល់យុវជនយុវតីនិងសង្គមជាតិដូចម្តេចខ្លះសូមស្ដាប់សំណួរម្ដងទៀតតើការបោះបង់ការសិក្សាមន្តនវិទ្យាល័យផ្ដល់ផលលំបាកដល់យុវជនយុវតីនិងសង្គមជាតិដូចម្តេចខ្លះសូមអញ្ជើញចាអរគុណបងសម្រាប់សំណួរការបោះបង់ការសិក្សានៅក្នុងមន្តវិទ្យាល័យគឺមានផលលំបាកមែនទែនពីព្រោះថាថ្នាក់វិទ្យាល័យគឺជាគ្រឹះស្ថានមួយសម្រាប់ឲ្យយុវជនទាំងអស់គ្នាសិក្សាបើសិនជាអ្នកទាំងអស់គ្នាបោះបង់ការសិក្សានៅក្នុងថ្នាក់វិទ្យាល័យហាក់បីដូចជាអ្នកទាំងអស់គ្នាគ្មានគ្រឹះនិងគ្មានចំណេះដឹងទៅថ្ងៃកូនមកទៀតប៉ុន្តែអ្នកទាំងអស់គ្នាគួរដឹងថាការសិក្សាគឺជាពិតជាមានសារៈសំខាន់ខ្លាំងមែនទែនការសិក្សាគឺជាស្ពានមួយដែលអាចយើងឈានទៅថ្ងៃអនាគតបើសិនជាយើងពុំមានការសិក្សាដ៏ល្អទេនោះយើងក៏ពុំមានចំណេះដឹងដែរហើយយើងពិបាកនឹងក្នុងការរកការងារធ្វើផងដែរដូច្នេះហើយនេះខ្ញុំចង់សំណូមពរឲ្យអ្នកទាំងអស់គ្នារៀនឲ្យបានចប់ថ្នាក់វិទ្យាល័យទាំងអស់គ្នាចាសូមអរគុណច្រើនសម្រាប់ចម្លើយសុជីតាបាទជាចុងក្រោយសូមអញ្ជើញបាទបេក្ខនារីជាចារណីបាទចាបាទជាចារណីត្រៀមបានសំណួរទី2ចាចូលបងអូននិយាយអំពីគុណវិបត្តិនៃសំណល់ផ្លាស្ទិកម្ដងទៀតចូលបងអូននិយាយអំពីគុណវិបត្តិនៃសំណល់ផ្លាស្ទិកសូមអញ្ជើញចាបងសូមអរគុណសម្រាប់សំណួរផ្លាស្ទិកពិតជាមានគុណសម្បត្តិក៏ដូចជាគុណវិបត្តិប៉ុន្តែវាមានគុណវិបត្តិច្រើនដែលយើងគួរតែពិចារណាទី1គឺវាអាចប៉ះពាល់ទៅដល់ទាំងទឹក
ទាំងដីក៏ដូចជាអាកាសដែលយើងអាចនិយាយថាបំពុលទឹកបំពុលដីក៏ដូចជាបំពុលអាកាសអញ្ចឹងនៅពេលដែលសំណល់ផ្លាស្ទិកចូលទៅក្នុងដីវាមានរយៈកាលយូរនៅក្នុងការរលាយដែលអាចធ្វើឲ្យផលដំណាំដែលដាំដុះនៅលើដីហ្នឹងมันមានផលដំណាំល្អមានន័យថាដីហ្នឹងគឺអស់ជីវជាតិនៅពេលដែលវាទៅក្នុងទឹកផ្លាស្ទិកបានប៉ះពាល់ទៅដល់សត្វជាច្រើនដែលរស់នៅក្នុងទឹកក៏ដូចជាការបំពុលអាកាសនៅពេលដែលផ្លាស្ទិកយើងធ្វើការដុតឬក៏ទុកចោលនៅលើដីគឺវាអាចបង្កផលប៉ះពាល់ដល់អាកាសផងដែរនៅពេលដែលដុតគឺបណ្ដាលឲ្យមានផ្សែងដែលអាចប៉ះពាល់ដល់មនុស្សផងដែរចាសូមអរគុណ សូមអរគុណសម្រាប់ចម្លើយ បាទ ចា បាទឥឡូវនេះផ្ទាល់សូមអញ្ជើញបាទកញ្ញារេស្រីនិចបាទ សូមអញ្ជើញ ចាប់សំណួរក្នុងកម្មវិធីរបស់យើង ចាសុភាពបរោះជួយសុភាពនារីចា ចា បាទ សំណួរលេខ លេខ 7 7បាទ ចា សួរថានៅក្នុងនាមជាយុវតីខ្មែរតើប្អូនត្រូវធ្វើអ្វីខ្លះដើម្បីផ្ដល់ផលវិជ្ជមានទៅដល់សង្គមជាតិម្ដងទៀតនៅក្នុងនាមជាយុវតីខ្មែរតើប្អូននឹងធ្វើអ្វីខ្លះដើម្បីផ្ដល់ផលវិជ្ជមានដល់សង្គមជាតិ សូមអញ្ជើញ ចាអរគុណសម្រាប់សំណួរនៅក្នុងនាមយើងគឺជាយុវតីខ្មែរឬក៏ជាយុវជនខ្មែរដើម្បីឲ្យចូលរួមនៅក្នុងសង្គមទីមួយគឺយើងត្រូវតែក្លាយជាពលរដ្ឋដ៏ល្អជាកូនដ៏ល្អជាសិស្សដ៏ល្អដើម្បីឲ្យយើងមានគ្រឹះដើម្បីឲ្យយើងក្លាយទៅជាបុគ្គលមួយដ៏ល្អនៅពេលដែលប្រទេសយើងសម្បូរទៅដោយប្រជាពលរដ្ឋដែលល្អយុវវ័យយុវជនកុមារីដែលល្អប្រទេសយើងគឺជាប្រទេសមួយដែលមានការអភិវឌ្ឍខ្ពស់ហើយក៏ជឿនលឿនទៅមុខទៅបានសូមអរគុណ ចាសូមអរគុណស្រីនិចហើយឃើញថាបេក្ខនារីទាំង7រូបរបស់យើងចាមានចំណេះដឹងផ្សេងគ្នាការយល់ឃើញក៏ផ្សេងគ្នាចា ខ្ញុំបង្កើនវគ្គប្រកាសលទ្ធផលចុងក្រោយនៃកម្មវិធីធីតាឯកសង្ក្រាន្តរដូវកាលទី 2 ចាហើយសម្រាប់វគ្គនេះផងដែរយើងនឹងធ្វើការប្រកាសនៅលទ្ធផលជ័យលាភីទាំង3រូបរបស់យើងដែលជាតួអង្គដែលនឹងខ្លាចខ្លួនទៅជាតួអង្គតំណាងទេវតាឆ្នាំថ្មីគឺឆ្នាំ2021ប៉ុន្តែមុននឹងឈានចូលទៅដល់ការប្រកាសលទ្ធផលនេះខ្ញុំក៏សូមអនុញ្ញាតថ្លែងអំណរគុណទៅដល់សម្អាងការប្រសិទ្ធសេរីដែលបានឧបត្ថម្ភជាសម្លៀកបំពាក់ប្រពៃណីខ្មែរសម្រាប់កម្មវិធីវគ្គផ្ដាច់ព្រឹករបស់យើងក្នុងថ្ងៃនេះចាអញ្ចឹងនេះខ្ញុំសូមអនុញ្ញាតគោរពអញ្ជើញម្ចាស់សម្អាងការលោកម៉ុបសាម៉ុចឡើងមកកាន់វេទិកាដើម្បីទទួលនៅលិខិតថ្លែងអំណរគុណពីកម្មវិធីរបស់យើងចាសូមក្រុមអញ្ជើញ បាទហើយក៏សូមអញ្ជើញលោកពូសូសិដ្ឋាបាទឡើងនៅលើវេទិកាដើម្បីផ្ដល់នៅលិខិតសារជូនទៅដល់បងប្រុសផងដែរបាទសូមអញ្ជើញ សូមអញ្ជើញ សូមអបអរសាទរអរគុណសូមអរគុណទៅដល់ហាងផ្កាកេសបផ្កាដែលបានឧបត្ថម្ភជាបាច់ផ្កាដ៏ស្រស់ស្អាតនៅក្នុងកម្មវិធីរបស់យើងផងដែរចាសូមអរគុណ អរគុណច្រើនទស្សនិកជនបាទគឺថានៅក្នុងវគ្គនេះគឺកាន់តែរន្ធត់ហើយបាទយើងនឹងធ្វើការប្រកាសនៅលទ្ធផលបាទបេក្ខនារី3រូបដែលមានសិទ្ធិបន្តអំណាចជាមួយកម្មវិធីរបស់យើងជ្រើសរើសយកលេខ1លេខ2លេខ3អញ្ចឹងបើសិនជាបេក្ខនារីរបស់យើងឮឈ្មោះ សូមអញ្ជើញឈានមកមុខមួយជំហានសូមអញ្ជើញឈានមកមុខមួយជំហានចាត្រៀមខ្លួនហើយ លទ្ធផលគឺបានមកក្នុងដៃយើងទៅ2រូបហើយ ចា ហើយយើងនឹងឲ្យថាបេក្ខនារីរូបណាដែលជាលពីឯកក្នុងកម្មវិធីរបស់យើង ចាតាមពិតទៅបេក្ខនារីទាំង7រូបសុទ្ធសឹងតែជាបេក្ខនារីដែលមាននៅសមត្ថភាពដូចគ្នាហើយមាននៅសមត្ថភាពផ្សេងគ្នាប៉ុន្តែដោយសារតែកម្មវិធីតម្រូវឲ្យមានតែបេក្ខនារី3រូបប៉ុណ្ណោះដែលនៅខ្លះទៅជាបេក្ខនារីទទួលពានរង្វាន់នៅក្នុងកម្មវិធីរបស់យើង អរគុណច្រើនទស្សនិកជនក្នុងឱកាសនេះដែរខ្ញុំបាទសូមអនុញ្ញាតប្រកាសនៅបាទ ជ័យលាភីលេខ លេខ1លេខ2លេខ3 ចា សម្រាប់នៅក្នុងកម្មវិធីរបស់យើង ចា ចាប់ផ្ដើមបាទបើសិនជាបេក្ខនារីរបស់យើងបញ្ជាក់ម្ដងទៀតលើឈ្មោះសូមឈានមកមុខ មួយជំហាន ចា បាទ សម្រាប់បេក្ខនារីទី1ដែលអាចបន្តដំណើរទៅកាន់ជ័យលាភីលេខ3របស់យើងជ័យលាភីទាំង3របស់យើងជាបន្ត
សូមអបអរសាទរទៅលើប៉ែកខានេរីដែលតំណាងឲ្យខេត្តបៃលិនកញ្ញាជាចារនី អរគុណច្រើនបាទជាបន្តសូមអញ្ជើញបាទ អបអរសាទរទៅដល់ប៉ែកខានេរីជាបន្តចា ប៉ែកខានេរីដែលមានឈ្មោះថា អូយភ័យណាស់ភ័យណាស់ ប៉ែកខានេរីសានកូនសម្មាបាទ នៅសារតែប៉ែកខានេរីមួយរូបចុងក្រោយប៉ុណ្ណោះដែលអាចបន្តទៅកាន់វគ្គ3អ្នកចុងក្រោយសម្រាប់ប៉ែកខានេរីចុងក្រោយដែលមានឱកាសបន្តទៅកាន់វគ្គជ័យលាភី3រូបចុងក្រោយបានទៅលើប៉ែកខានេរីដែលមានឈ្មោះថាអូចសកលដាវី អបអរសាទរទៅដល់ប៉ែកខានេរីទាំង3រូបដែលមានឱកាសបន្តដំណើរជាប៉ែកខានេរីលំដាប់ទាំង3របស់យើងចា៎ហើយសូមចូលរួមសោកស្ដាយផងចំពោះប៉ែកខានេរី4រូបទៀតប៉ុន្តែអ្នកទាំងអស់គ្នានៅតែមានឱកាសខ្លាយទៅជាតួអង្គតំណាងទេវតាក្នុងឆ្នាំថ្មីរបស់យើងដូចគ្នាចា៎នៅពេលនេះនាងខ្ញុំនឹងធ្វើការប្រកាសនៅជ័យលាភីរងទី2មុនសម្រាប់ជ័យលាភីរងទី2នៅក្នុងរាត្រីនេះបានទៅលើប៉ែកខានេរីដែលតំណាងឲ្យខេត្តប៉ែកខានេរីដែលតំណាងឲ្យខេត្តប៉ែកខានេរីដែលតំណាងឲ្យខេត្តកែបកញ្ញាអុយសកលដាវី មកទៀតនេះខ្ញុំសូមគោរពអញ្ជើញលោកសូស៊ីថាតំណាងឲ្យស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជាឡើងប្រកល់នៅកម្រងផ្កានិងឈៀងដើម្បីជូនដល់ប៉ែកខានេរីរបស់យើងចាសសូមគោរពអញ្ជើញនេះខ្ញុំក៏សូមថ្លែងអំណរគុណដល់បាច់ផ្កាកម្រងផ្កាដ៏ស្រស់ស្អាតដែលបានមកពីហាងកេសបផ្កាជំនាញរចនាម៉ូដផ្កាគ្រប់កម្មវិធី បាទហើយខ្ញុំក៏ចង់ជម្រាបជូនទៅដល់ទស្សនិកជនថាសម្រាប់ចំណាត់ថ្នាក់លេខ3គឺយើងទទួលបានប្រាក់រង្វាន់ពីកម្មវិធីរបស់យើងរហូតដល់6លានរៀលបាទបាទបងប្អូនទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនាជាមួយការផ្សាយរបស់យើងនៅតាមរយៈ Facebook អរគុណច្រើនលោកពូ ជួយចុចបេះដូងហ៎ កុំភ្លេចជួយចុចជួយចុច អរគុណច្រើនទស្សនិកជនគណៈព្រាបផ្ទាល់សូមអញ្ជើញបាទប៉ែកខានេរីដែលមានឈ្មោះជាចារនីក៏ដូចជាកញ្ញាកុសមាឡើងមកខាងមុខដើម្បី ស្ដាប់នៅលទ្ធផល ស្ដាប់នៅផលនៃកម្មវិធីរបស់យើង ចា៎ ខ្ញុំបាទសូមជម្រាបជូនក៏ដូចជាប្រកាសនៅជីលភីឯកមុនអញ្ចឹងបើសិនជាប៉ែកខានេរីរូបណាដែលមិនបានលេខឈ្មោះមានន័យថាគាត់ទទួលបាននៅចំណាត់ថ្នាក់លេខ2នៅក្នុងកម្មវិធីប្រកួតរបស់យើង ចា៎ កាលឡើយជីលភីឯកនៅក្នុងកម្មវិធីធីតាឯកសង្ក្រាន្តរដូវកាលទី2 ដែលជ័យលាភីឯករបស់យើងនឹងបានខ្លាចខ្លួនជាតួអង្គតំណាងទេវតាឆ្នាំថ្មីឆ្នាំឆ្លូវ2021នេះផងដែរ បានទៅលើ ប៉ែកខានេរីដែលមានឈ្មោះ ក្រហមឬក៏ខៀវ បាទបងប្អូនដែលទស្សនាជាមួយនឹងការ live របស់យើងបាទជួយ comment ផងបាទថាតើប៉ែកខានេរីនោះណាជួយទាញទាំងអស់គ្នា ចា៎ធ្វើការចូលរួមទូជាទាំងអស់គ្នា និយាយ ថា ទៅ តើ បើសិនជាអារម្មណ៍របស់យើងនៅពេលដែលយើងប្រកួតវិញមិនដឹងថាយើងភ័យអប៉ុណ្ណា ស្លាប់នៅលើឆាកបណ្ដា បាទ ចាចូលរួមទូទាត់ទាំងអស់គ្នាពុកម៉ែបងប្អូនចាថាត
តើបេក្ខនារីរូបណានឹងទទួលបានតំណែងជាតួអង្គតំណាងទេវតាឆ្នាំថ្មីហើយទទួលបានឱកាសក្រមមកុដធីតាសង្ក្រាន្តរដូវកាលទី2របស់យើង អរគុណច្រើនខណៈពេលនេះខ្ញុំចាប់ផ្ដើមប្រកាសនៅបេក្ខនារីដែលទទួលបាននៅចំណាត់ថ្នាក់លេខ1ឯកនៅក្នុងកម្មវិធីរបស់យើងគឺបេក្ខនារីសានកុសមា សូមអបអរសាទរបេក្ខនារីសានកុសមាជាបេក្ខនារីធីតាសង្ក្រាន្តរដូវកាលទី2តំណាងឲ្យខេត្តពោធិ៍សាត់ បាទដូច្នេះបេក្ខនារីដែលមានឈ្មោះថាជាចារនីគឺជាបេក្ខនារីដែលទទួលបាននៅឆ្នាំទី2អញ្ចឹងសូមលោកពូទេវនរណបាទឡើងមកលើវេទិកាដើម្បីផ្ដល់នៅប្រឡងកាយក៏ដូចជាជូនដល់កញ្ញាដែរបាទសូមអញ្ជើញ សូមអញ្ជើញ និយាយទៅយើងជាអ្នកប្រកាសលទ្ធផលសូម្បីតែបេះដូងលោកនោះ អូយចាសូមថ្លែងអំណរគុណទៅដល់គម្រោងការដ៏ស្រស់ស្អាតដែរបានមកពីហាងកេសបការចាហាងកេសបការមានរចនានៅមុតការគ្រប់ប្រភេទចាបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាមានបំណងចង់បាននៅគម្រោងការដ៏ស្រស់ស្អាតសម្រាប់ក្នុងកម្មវិធីណាមួយចាអាចទំនាក់ទំនងទៅកាន់ហាងកេសបការបានចាស្រស់ស្អាតមែនតើអរគុណច្រើនអបអរសាទរទៅដល់ជាកញ្ញាជាចារនី បាទខ្ញុំបាទចង់បញ្ជាក់ថាចំណាត់ថ្នាក់លេខ2គឺទទួលបាននៅទឹកប្រាក់រហូតដល់8លានរៀល រៀលចា ដូច្នេះគណៈនេះផ្ទាល់សូមអញ្ជើញបាទបងសំណាងពុទ្ធិនីក៏ដូចជាកញ្ញារឿនណាតបាទឡើងប្រគល់ឈៀងមកកត់ក៏ដូចជាពានរង្វាន់ជូនទៅដល់កញ្ញាកុសមាដែលជាជីលីភីឯនៅក្នុងកម្មវិធីប្រកួតរបស់យើងបាទសូមអញ្ជើញ បាទហើយសម្រាប់ជីលីភីឯនៅក្នុងកម្មវិធីប្រកួតរបស់យើងគឺទទួលបាននៅទឹកប្រាក់រហូតដល់12លានរៀលបាទ ទម្រាំតែបានខ្លាច់ខ្លួនទៅជាតួអង្គតំណាងទេវតាឆ្នាំថ្មីហើយទម្រាំតែបានខ្លាច់ខ្លួនទៅជាបេក្ខនារីដែលមានឱកាសក្រងនៅមកុដសម្រាប់ធីតាសង្ក្រាន្តរដូវកាលទី2របស់យើងពួកគាត់បានធ្វើការវឹកហាត់ជាច្រើនឆ្លងកាត់នៅការតេស្តនៅសមត្ថភាពជាច្រើនខ្ញុំលំបាកជាច្រើនចាទម្រាំតែមានថ្ងៃនេះបាទរំភើបចង់ស្រក់ទឹកភ្នែកជំនួសបេក្ខនារីចាហើយនេះខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់ហាងកេសបការដែលបានឧបត្ថម្ភនៅបាច់កាត់ដ៏ស្រស់ស្អាតនិងសូមអរគុណយ៉ាងជ្រាលជ្រៅទៅដល់ហាងទៅដល់បងប្រុសលុយណារ៉ាត់ឡុងឌីដែលបានឧបត្ថម្ភជាបាច់កាដ៏ស្រស់ស្អាតជូនដល់បេក្ខនារីរបស់យើងក្នុងថ្ងៃនេះផងដែរចា៎បាទសូមអបអរសាទរដល់ជីលីភីឯនៅក្នុងកម្មវិធីប្រកួតរបស់យើងខ្លាំងៗទាំងអស់គ្នាបាទចា៎បើសិនជាជ័យលភីឯកនៅពេលនេះជានាងខ្ញុំមិនដឹងថាមានអារម្មណ៍យ៉ាងណាទេចា៎បាទស័ក្តិសមជាតួអង្គតំណាងទេវតាឆ្នាំថ្មីរបស់យើងមែនតើទាំងសម្រស់ទាំងសមត្ថភាពចា៎ខ្ញុំថាពុកម៉ែបងប្អូនដែលកំពុងតែតាមដានទស្សនានៅលើការផ្សាយផ្ទាល់របស់ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជាក៏ដូចជាការ live ផ្ទាល់នៅលើ page ផ្លូវការរបស់ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជាក៏កំពុងតែមានអារម្មណ៍រីករាយជាមួយនឹងជ័យលាភីឯករបស់យើងនៅក្នុងកម្មវិធីទីដៃសង្ក្រាន្តរបស់យើងដូចគ្នាចា៎បាទពេលស័ក្តិសមមែនតើបាទទេវតាឆ្នាំថ្មីចារកឃើញហើយតួអង្គតំណាងពេលចុះកម្មវិធីសូមឲ្យទេវតាឆ្នាំថ្មីប្រពំមកហើយចាអរគុណច្រើនសម្រាប់វត្តមានរបស់កញ្ញារឿងណាតនិងអ្នកនាងសំណាងពុទ្ធនីចាសូមសម្រួលអរិយាបថចាហើយសូមគ្រប់អញ្ជើញអ្នកនាងសំណាងពុទ្ធនីឡើងប្រកួតនៅបាច់ការជូនដល់បេក្ខនារីទាំង4រូបគឺជ័យលាភីលេខ4លេខ5លេខ6និងលេខ7ដែលបាច់ការដ៏ស្រស់ស្អាតនេះបានមកពីការឧបត្ថម្ភរបស់ហាងការរបស់បងប្រុសលុយណារ៉ាត់ឡុងឌីចាស្រស់ស្អាតមែនតើរចនាបែបខ្មែរអូយនេះខ្ញុំស្ដាយបាច់ការហ្នឹងបើសិនជាគេជួបពិធីការនីមួយបាច់មិនដឹងជាមានអារម្មណ៍យ៉ាងណាទេចាបាទទស្សជើងជាទីមេត្រីនេះគឺជាបុត្ររបស់មហាព្រំបាទឆ្នាំ2021នេះឆ្នាំឆ្លូវនេះផ្ទាល់តែម្ដងចាស្អាតហើយស្អាតអូខេទាំង7រូបចាសូមជ័យលាភីទាំង3រូបឡើងមកខាងមុខដើម្បីថតរូបជាអនុស្សាវរីយ៍ចាបាទចាសូមជ័យលាភីទាំង4រូបឡើងមកទន្ទឹមគ្នាចា
សូមគោរពអញ្ជើញបាយខេណារីដែលមិនទទួលបានជ័យលាភីឡើងមកកាន់វេទិកាដើម្បីថតរូបជាអនុស្សាវរីយ៍ទាំងអស់គ្នាចាសូមអញ្ជើញអបអរសាទរសាជាថ្មីម្ដងទៀតដល់បាយខេណារីធីតាសង្ក្រានរបស់យើងរដូវកាលទី2រកឃើញហើយចាសូមអបអរសាទរម្ដងទៀតទៅដល់បាយខេណារីរបស់យើងហើយរំភើបខ្លាំងមែនតើ បាទអរគុណច្រើនទស្សនិកជនគណៈពេលនេះផ្ទាល់កម្មវិធីរបស់យើងក៏បានមកដល់ទីបញ្ចប់ហើយយើងក៏បានរកឃើញជាមួយនឹងចំណុចថ្នាក់ឯករបស់កម្មវិធីរបស់យើងហើយមុននឹងយើងបញ្ចប់កម្មវិធីក៏សូមអរគុណដល់គណៈកម្មការទាំង4រូបបាទសម្រាប់ការសម្រាំងបន្ទុកនៅក្នុងកម្មវិធីរបស់យើងផងដែរហើយក៏សូមអរគុណដល់បាយកម្មវិធីរបស់ទាំងអស់គ្នាដែលបានខិតខំប្រឹងប្រែងបាទព្យាយាមនៅក្នុងកម្មវិធីប្រកួតរបស់យើងផងដែរ ចាហើយក៏សូមអរគុណទៅដល់ម្ចាស់សម្អាងការប្រសិទ្ធសេរីហាងផ្កាកេសរផ្កានិងបងប្រុសលុយណារ៉ាត់ឡុងឌីដែលបានឧបត្ថម្ភជាបាច់ផ្កាកម្រងផ្កានិងសម្លៀកបំពាក់យ៉ាងស្រស់ស្អាតសម្រាប់កម្មវិធីរបស់យើងចា៎ បាទហើយខ្ញុំទាំងពីររូបក៏ដូចជាក្រុមការងារក៏សូមអធិស្ឋានខន្តីអភ័យទោសដល់កំហុសខុសឆ្គងដែលកើតមានដោយអចេតនានៅក្នុងកម្មវិធីប្រកួតរបស់យើងផងដែរហើយអរគុណដល់ Fun Entertainment អរគុណដល់ស្ថានីយទូរទស្សន៍ជាតិទូរកដែលបានសហការគ្នាបាទយ៉ាងល្អមែនទែនហើយគណៈពេលផ្ទាល់យើងខ្ញុំទាំងពីររូបរួមជាមួយនឹងបេក្ខនារីក៏ដូចជាគណៈកម្មការទាំង4រូបសូមអរគុណសូមគោរពលា